ប្រិមត្តដែលប្រាំប្រាស់តូយតាព្រោះគាត់ឆាតមកតាម Telegram ខ្ញុំច្រើនណាសួរពីបញ្ហាឡានរបស់គាត់ដែរគាត់ជួបបញ្ហាឡានគាត់ខូចកុងទ័រវាអត់លុតកុងទ័របញ្ហាហ្នឹងបើសិនជាវាអត់លុតកុងទ័រមានន័យថាវាខ្សោយអាកុងដង់នៅក្នុងកុងទ័រនៅក្នុងកុងទ័រវាមានកុងដង់វាមួយដែលវាខ្សោយកាលណាដែលវាខ្សោយគឺធ្វើឲ្យកុងទ័រហ្នឹងវាជួនកាលវាអត់លុតជួនកាលវាភ្លឺបើសិនជាកុងដង់ហ្នឹងឲ្យភ្លើងគ្រប់អាហ្នឹងវាជួនកាលវាភ្លឺជួនកាលវាលុតនេះមានន័យថាវាខ្សោយអាកុងដង់ហ្នឹងហើយអញ្ចឹងតើយើងឲ្យជាងគេដោះឲ្យដូរកុងដង់ហ្នឹងចេញទៅគឺលែងអីបញ្ហារបស់វាមានប៉ុណ្ណឹងឯងខ្ញុំមានវីដេអូមួយធ្វើពីរបៀបដោះអីខ្លួនឯងដែរបងប្អូនអាចមើលហើយអាចធ្វើខ្លួនឯងបានក៏បានដែរបើសិនជាបងប្អូនមិនច្បាស់ទេហើយមិនទុកចិត្តខ្លួនឯងទេអាចទៅជាងភ្លើងទៅឲ្យគាត់ដោះធ្វើឲ្យទៅអស់20-30 ឡាយអញ្ចឹងទៅបើសិនជាយើងធ្វើខ្លួនឯងអត់អស់លុយអានឹងយើងអស់តែថ្លៃកុងដង់មកគ្រាប់ប្រហែលជា500រៀលទេអាហ្នឹងបើសិនយើងចង់ដោះស្រាយជាបឋមបើសិនបងប្អូនចង់ភាគច្រើនតើវាអត់លុតកុងទ័រហ្នឹងណាពេលដែលយើងមកពីជិះមកហើយយើងមកដល់ផ្ទះឬដល់កន្លែងធ្វើការយើងចង់បលុតយើងចុច power នេះអត់លុតទេយើងចុចធម្មតាយើងចុចភពមកវាអត់លុតទេ power នេះចុចបលុតឡានតែបើសិនជាវាខូចអាកុងទ័រហ្នឹងហើយគឺយើងចុច power ហ្នឹងអត់លុតទេចឹងដើម្បីចង់ឲ្យវាលុតឡានបងប្អូនត្រូវសកត់កន្លែង power នេះសកត់វាយូរមកសន្ទុះទៅគឺឡានរបស់យើងលុតធម្មតាប៉ុន្តែលុតក៏វាអត់តន់អស់ដែរធម្មតាតែវាលុតគឺវានៅភ្លើងមកតង់ទៀតណាជាមួយខ្ញុំអបមាអានេះដោយសារឡានយើងវាអត់មានបញ្ហាឥឡូវជាមួយខ្ញុំអបមាឲ្យមើលធម្មតាយើងចុចពុបមកវាលុតដែរតែបើសិនយើងសិនជាឡានរបស់យើងវាខូចកុងទ័រយើងចុចអត់លុតទេយើងចុច power សកត់នេះយូរទៅវាលុតភ្លឹបវាលុតតែវាអត់លុតចឹងណាអានេះយើងចុចទៅវាលុតប្រកដីធម្មតាយើងចុចមកវានៅភ្លើងមកតង់ទេនេះយើងចាំមើលអបមាថានេះភ្លើងម៉ោងភ្លើង monitor អីវាអត់តន់លុតទេបើសិនជាឡានយើងខូចកុងទ័រយើងចុចសកត់ power នេះឲ្យយូរហើយវាលុតឡានវាលុតធម្មតាមែនឡានគឺមិនសិនចេះឲ្យលុតអស់ប៉ុន្តែអា monitor ឬក៏ម៉ោងអីហ្នឹងគឺវានៅឯចឹងដើម្បីផលិតអាហ្នឹងដើម្បីយើងយកឡានចតទុកចោលអញ្ចឹងយើងចង់ផលិតវាអស់គឺបងប្អូនចុច power ហ្នឹងម្ដងហើយម្ដងទៀតមានន័យថាយើងកុំជន់ប្រាំងអានេះបើយើងចង់បិទអាភ្លើងនេះឲ្យអស់យើងចង់បិទឲ្យអស់យើងធម្មតាយើងចុចអត់បិទទេយើងចុច power ម្ដងទៀតមកវាឡើងចាំមើលអមថាឥឡូវនេះវាឡើងភ្លើងចាក់នេះវាឡើងភ្លើងចាក់ខ្យល់មិនសិនចាក់អីវាចេញមកអញ្ចឹងហើយយើងចុចម្ដងទៀតទៅចុចម្ដងទៀតគឺលុតភ្លឹបអាហ្នឹងរបៀបដោះស្រាយបើសិនបងប្អូនជួបបញ្ហាខូចកុងទ័រអញ្ចឹងហើយកុងទ័រយើងមិនបាច់ថាអ្នកខ្លះគាត់ថាជួនកាលយើងបិទបើកទ្វារអីប្រហែលដងអីចឹងតែអាហ្នឹងវាមិនមែនទេវាអត់មានពាក់ព័ន្ធជាមួយនឹងការបិទបើកទ្វារការញាក់ភ្លើងអ្នកខ្លះគាត់ថាញាក់ភ្លើងញាក់អីចឹងទៅដើម្បីឲ្យកុងទ័រហ្នឹងវាឡើងមកវិញអាហ្នឹងវាជារឿងចៃដន្យទេវាមានកុងដង់វាទូចមួយចឹងកុងដង់វាប្រហែលមីក្រូខ្ញុំភ្លេចដែរខ្ញុំដោះធ្វើខ្លួនឯងដែរចឹងកុងដង់ហ្នឹងជួនកាលភ្លើងវាទៅវាឲ្យភ្លើងទៅគ្រប់ទៅវាដើរទៅកុងទ័រហ្នឹងដើរទៅជួនកាលវាអត់ដើរទៅវាអត់ទៀងដោយសារវាខូចកុងដង់ហ្នឹងឯងចឹងបងប្អូនរបៀបធ្វើគឺបែបហ្នឹងណាស្គមបងប្អូនទស្សនាបានយល់ហើយរបៀបដោះស្រាយគឺប៉ុណ្ណឹងហើយបងប្អូនអាចចូលមើល channel ខ្ញុំទៅ channel ខ្ញុំនឹងបង្រៀនពីរបៀបជួសជុលដោះស្រាយបញ្ហារឡាន Toyota Hybrid ហ្នឹងបងប្អូនអាចមើលទៅហើយយកទៅអនុវត្តទៅដើម្បីដោះស្រាយពេលដែលយើងជួបបញ្ហាកន្លែងឆ្ងាយជាងបើយើងចាស់វាល្អដែរពេលខ្លះនៅឆ្ងាយជាងយើងអាចដោះស្រាយបានអញ្ចឹងណាយើងមិនមែនថាយើងជិះឡានយើងពឹងលើជាងទាំងអស់អត់កើតទេអញ្ចឹងវីដេអូខ្ញុំធ្វើចែកម្លែកឲ្យបងប្អូនយើងប្រើប្រាស់រថយន្តបានងាយស្រួលហើយចំណាយលុយតិចណាអរគុណបាទជម្រាបលាបាទសង្ឃឹមទស្សនាបានយល់បាទអរគុណបាទ